សួស្តីបងប្អូនមានបងប្អូនណាខ្លះចង់ហូបក្តាមប្រៃនេះឥឡូវខ្ញុំសុំមុនណាបន្ទាប់ពីយើងរៀបចំធ្វើម្ហូបខ្ញុំឆ្លៀតមកត្រាំក្តាមសិនជាមួយទឹកកកសម្អាតធ្វើក្តាមប្រៃជ្រក់ចាំសម្រាប់យើងហូបបាយកកព្រឹកឡើងបងប្អូនខ្ញុំជឿជាក់ថាបងប្អូនបន្ទាប់ពីមើលហើយច្បាស់ជាឃ្លានក្តាមប្រៃដែរហើយឥឡូវខ្ញុំសុំវ៉ាទៅមុនណាក្តាមប្រៃរបស់ខ្ញុំនេះរបៀបធ្វើរបស់ខ្ញុំត្រាំទឹកកកហ្នឹងដើម្បីឲ្យក្តាមខ្ញុំចេញស្លែអស់បងប្អូនហើយបន្ទាប់មកនេះបងប្អូនយើងលាងសម្អាតយើងទៅពេលដែលយើងយកទៅត្រាំក្តាមយើងស្រួលហូបបងប្អូននេះរបៀបធ្វើរបស់ខ្ញុំបន្ទាប់ពីខ្ញុំត្រាំទឹកកកហើយខ្ញុំលាងសម្អាតមួយទឹកហើយមួយទឹកទៀតអញ្ចឹងណាក្តាមយើងរៀងសទឹកអញ្ចឹងទៅបានខ្ញុំចាប់ផ្ដើមយកទៅរៀបដាក់ចូលប្រអប់ហើយធ្វើនេះបងប្អូនខ្ញុំរៀបទុកដាក់ឲ្យអញ្ចឹងទៅមុនខ្ញុំស្លដើម្បីយើងចាក់ត្រាំទឹកត្រីត្រាំអីយើងដើម្បីយើងឆាប់បានយកទៅទុកហើយខ្ញុំអត់បានហូបពេលល្ងាចទេព្រោះដោយសារក្តាមរៀងធំដែរខ្ញុំទុកហូបពេលព្រឹកបាយព្រឹកអញ្ចឹងបងប្អូនឥឡូវនេះខ្ញុំដាក់ថែមម្ទេសហើយខ្ទឹមយើងបងប្អូននេះដាក់ចូលអញ្ចឹងទៅឲ្យច្រើនកាន់តែច្រើនកាន់តែល្អបងប្អូនពេលណាដែលយើងត្រាំជាមួយក្តាមអញ្ចឹងទៅខ្ទឹមយើងនឹងអាចយកមកស្រង់ហូបយកមកអត់ហាងទេយើងយកមកស្រង់មិនបាច់ហាន់អីទៀតទេយើងយកមកដួសហូបហ្មងតែខ្ញុំអត់បានដាំទឹកអំបិលទេណាបងប្អូនខ្ញុំត្រាំទឹកត្រីយើងយកទឹកត្រីណាដែលអត់សូវប្រៃខ្លាំងណាបងប្អូនដោយសារកាលណាដែលបងប្អូនយកប្រៃខ្លាំងវាជ្រាបចូលទៅក្នុងសាច់ក្តាមប្រៃហ្មងឥឡូវបន្ទាប់ពីក្តាមខ្ញុំទុកបានមួយយប់បងប្អូននេះខ្ញុំងើបពីព្រលឹមហើយនេះខ្ញុំយកមកដាក់ក្នុងទូទឹកកកហ្នឹងស្រង់ចេញយកទៅលាយហូបខ្លួនឯងហើយខ្ញុំជៀនសាច់ឲ្យកូនរួចហើយបងប្អូននេះខ្ញុំធ្វើហូបខ្លួនឯងទេកូនក៏អត់ហូបហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដើរទៅរកលឹកជីសិនលឹកជីខ្ញុំដាំបានមួយដើមឆ្កឹងនៅមុខផ្ទះនេះបងប្អូននេះអត់ធំទេប៉ុន្តែគ្រាន់ពេលខ្លះយើងដោះស្រាយមកបានមួយពេលអញ្ចឹងដែរណាបងប្អូនព្រោះយើងអត់បានទិញអីគេអញ្ចឹងទៅយើងអត់បានសុំលឹកជីដល់ពេលឥឡូវយើងមានរបស់យើងនេះហើយពិសេសយើងផ្សំជីខ្លួនឯងយើងវាឈ្ងុយបងប្អូនឥឡូវបងប្អូនអាចមើលទៅសក់ខ្ញុំទៀតនេះឥឡូវរៀងបោះដៃណាបងប្អូនចាប់ដើមខ្ញុំដាំសាមុនបានផលបានផលហើយបងប្អូននេះកូនខ្ញុំទាំងពីរនេះគាត់ឲ្យគាត់ហូបបដាខ្លាចគាត់ទៅរៀនអត់ទាន់បងប្អូនថ្ងៃហ្នឹងគាត់ម៉ោងហាត់កីឡាបងប្អូនអញ្ចឹងថ្ងៃនេះលាកឈុតកីឡាណាបងប្អូនឲ្យគាត់ហូបបាយឲ្យហើយទៅខ្ញុំចាប់ផ្ដើមមកលាយគ្រឿងក្តាមរបស់ខ្ញុំឥឡូវបងប្អូនឃើញក្តាមយើងបន្ទាប់ពីយើងត្រាំបានមួយយប់ទៅក្រហមហើយស្រួយណាបងប្អូនដោយសារខ្ញុំមុននឹងត្រាំខ្ញុំយកទៅដាក់ទឹកកកពីលើសិនអញ្ចឹងទៅយើងលាងឲ្យស្អាតហើយយើងយកមកត្រាំបានមួយសន្ទុះយើងដាក់ចូលទូទឹកកកទៀតក្តាមយើងស្រួយឆ្ងាញ់ហ្មងបងប្អូននេះខ្ញុំអត់ទាន់លាយច្រើនទេបងប្អូនខ្ញុំលាយតែមួយល្មមហូបព្រោះខ្ញុំហូបតែឯងណាអានេះខ្ញុំចាប់ផ្ដើមបកឲ្យសបកចេញអត់ទៅចាប់ផ្ដើមលាយគ្រឿងហើយបងប្អូននេះឥឡូវខ្ញុំផ្សំគ្រឿងអានឹងបាយព្រឹកហើយបងប្អូនហើយព្រឹកបងប្អូនឃើញខ្ញុំអញ្ចឹងខ្ញុំរៀងបញ្ញាប់ណាបងប្អូនសុំទោសផងដែលមើលទៅជារៀងចងាងដៃជើងបន្តិចណាដោយសារយើងពេលព្រឹកអត់បានរៀបចំអីណាត្រឹមត្រូវទេបងប្អូនអើយរៀងបញ្ញាប់តិចហើយម៉ោងកូនទៅរៀននេះផ្សំរៀងលឿនណាឆាប់បានហូបហើយទៅរៀនហើយយើងទៅបើកតូបហ្មងអញ្ចឹងណាហើយនេះជាសកម្មភាពខ្ញុំជារៀងរាល់ព្រឹកបងប្អូនគ្រាន់ថាថ្ងៃនេះគេថាខ្ញុំមានក្តាមប្រៃអញ្ចឹងទៅខ្ញុំរៀងចង់បង្ហាញបងប្អូនខ្លះអញ្ចឹងណាឲ្យថាចង់អួតបងប្អូនរឿងក្តាមមុនហើយបានហូបមុនហើយតែចង់ប្រាប់ថាមិនមែនបានជីកណាបងប្អូនក្តាមទិញគេទេគាត់ថាសុំទៅមុនបងប្អូនឲ្យមិនដែរបងប្អូនមើលទៅតំណងអត់ហើយបងប្អូនមើលទៅថាឆ្ងាញ់ប៉ុណ្ណាបងប្អូនមើលអាចមើលមាត់ខ្ញុំបានសុំញ៉ាំបងប្អូនមុនណា